រកឃើញលុយ10,000លានវ៉ុននៅក្នុងធុងសម្រាមហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃសុក្រធម្មតាមួយនៅម៉ាផូហ្គៀទីក្រុងសេអ៊ូលបុគ្គលិកអនាម័យដែលបានរកឃើញលុយនោះបានរាយការណ៍ដោយស្មោះត្រង់ប៉ុន្តែមិនបានទទួលសូម្បីតែពាក្យអរគុណមួយម៉ាត់10,000លានវ៉ុននៅក្នុងធុងសម្រាមវាត្រូវបានរកឃើញដោយបុគ្គលិកអនាម័យម្នាក់នៅព្រឹកថ្ងៃសុក្រប៉ូលីសបានរឹបអូសប្រាក់ទាំងអស់ហើយបុគ្គលិកអនាម័យមិនបានទទួលអ្វីមកវិញទេនៅព្រឹកនោះខណៈពេលកំពុងបំពេញកាតព្វកិច្ចប្រមូលសម្រាមធម្មតារបស់គាត់នៅម៉ាផូហ្គៀទីក្រុងសេអ៊ូលគាត់បានបើកធុងសម្រាមហើយបានរកឃើញប្រាក់ដែលរុំយ៉ាងប្រុងប្រយ័ត្នដោយមិនអាចជឿលើទិដ្ឋភាពនោះគាត់បានយកទូរស័ព្ទដៃរបស់គាត់ចេញដើម្បីថតវាហើយវីដេអូនោះបានរីករាលដាលភ្លាមប៉ូលីសត្រូវបានបញ្ជូនទៅភ្លាមហើយកន្លែងកើតហេតុត្រូវបានឡោមព័ទ្ធទាំងស្រុងចាប់ពីពេលនោះមកអ្វីទាំងអស់បានក្លាយជាប្រភពនៃក្តីសង្ឃឹមតើអ្នកណានៅលើផែនដីនេះបោះប្រាក់ចំនួន10,000លានវ៉ុនយ៉ាងច្រើនបែបនេះចូលទៅក្នុងធុងសម្រាមឧក្រិដ្ឋជនរត់គេចខ្លួនអង្គការឧក្រិដ្ឋជនដែលដួលរលំរីសជនលេចធ្លោដែលបានធ្វើកំហុសធ្ងន់ធ្ងរប៉ូលីសនៅតែមិនទាន់បង្ហាញពីប្រភពនៃមូលនិធិទាំងនេះនៅឡើយទេហើយបុរសដែលបានរកឃើញវាដំបូងបានត្រឡប់ទៅធ្វើការវិញនៅថ្ងៃបន្ទាប់ប្រាក់ខែដែលធុងសម្រាមដដែលដូចជាគ្មានអ្វីកើតឡើងកម្មករអនាម័យម្នាក់នេះបានប្រគល់ប្រាក់ចំនួន10,000លានវ៉ុនទៅឲ្យរដ្ឋវិញប៉ុន្តែរដ្ឋមិនបាននិយាយអរគុណគាត់មួយម៉ាត់ទេតើអ្នកពិតជាគិតថានេះជារឿងធម្មតាទេបើជាអ្នកតើអ្នកនឹងប្រព្រឹត្តដូចគ្នាទេឬក៏អ្នកនឹងយកប្រាក់នោះហើយហេតុអ្វីបានជាប៉ូលីសលាក់បាំងលក្ខណៈពិតនៃប្រាក់នេះរហូតដល់ទីបញ្ចប់